អូបងប្អូនអើយមើលណែគួរឲ្យឆ្ងាញ់ណាស់អូយពួងពេញពោះតែម្ដងឡើងលឿងហ្មងនេះបាទស្រោចព្រឹបចេះមកអូយឆ្ងាញ់ពិសេសមែនទែនជាមួយនឹងត្រីក្រាញ់នេះបងប្អូនណាធ្លាប់ធ្វើញ៉ាំហើយនៅបាទបើសិនជាមិនតាន់ធ្វើទេបាទប្រញាប់ទិញត្រីក្រាញ់មកស្លបាទតុងយ៉ាំត្រីក្រាញ់ដោយដែលខ្ញុំបានបង្ហាញនៅក្នុងវីដេអូនេះអញ្ចឹងនេះពងដឹងថាឆ្ងាញ់ខ្ទេចហ្មងបងប្អូនបាទពិសេសណាស់បាទជំរាបសួរបងប្អូនប្រុសស្រីប្រិយមិត្តទាំងអស់ជាទីគោរពស្រឡាញ់រាប់អានថ្ងៃនេះមកជួបជាមួយខ្ញុំបាទទៀតហើយតាមរយៈវីដេអូជាង3នាទីនេះខ្ញុំនឹងបង្ហាញបងប្អូនអំពីរបៀបធ្វើតុងយ៉ាំត្រីក្រាញ់បាទថ្ងៃនេះខ្ញុំមានត្រីក្រាញ់ចំនួន4ក្បាលផងដែរក៏ប៉ុន្តែត្រីក្រាញ់នេះខ្ញុំបានទិញពីផ្សារមកទេណាបាទបន្លែប្លុកឬក៏គ្រឿងក្រៅខ្ញុំបានត្រៀមរួចហើយបាទដោយមុនដំបូងបងប្អូនមើលឲ្យហើយទៅយើងដាក់ដាំទឹកបន្ទាប់មកយើងយកគល់ស្លឹកគ្រៃរំដេងបាទខ្ទឹមក្រហមខ្ទឹមសផងដែរណាបងប្អូនបាទព្រោះអីត្រីឆ្អាបហើយមានម្ទេសផងដែរបាទរំដេងយើងហាន់មកគល់គ្រៃយើងហាន់ឆិតចឹងមកបាទហ្នឹងហើយចំណែកស្លឹកក្រូចសើចក៏យើងប្រើដែរបងប្អូនណាលាងទឹកឲ្យស្អាតហើយយើងបេះទម្លាក់ចឹងមកអត់ពិបាកទេបងប្អូនបាទតុងយ៉ាំហ្នឹងហើយជាទូទៅតុងយ៉ាំបដាក់ខ្ទឹមសទេណាក៏ប៉ុន្តែខ្ញុំធ្វើតុងយ៉ាំត្រីក្រាញ់ចឹងទៅវាឆ្អាបចឹងណាបងប្អូនខ្ញុំក៏ប្រើខ្ទឹមសដាក់ចូលផងដែរទៅបាទបន្ទាប់មកយើងដាក់អំបិលចូលបន្តិចណាបងប្អូនហើយឲ្យទឹកនឹងពុះសិនបាទទឹកសម្លយើងឲ្យពុះបន្តមកទៀតយើងយកត្រីក្រាញ់ដែលយើងបានធ្វើលាងឲ្យបានស្អាតហ្នឹងដាក់ចូលតែម្ដងបាទខ្ញុំសូមបញ្ជាក់ម្ដងទៀតត្រីក្រាញ់នេះមិនមែនត្រីក្រាញ់ស្រែរបស់យើងទេណាបងប្អូននេះគឺជាត្រីក្រាញ់គេចិញ្ចឹមឯងបងប្អូនណាហ្នឹងហើយទិញពីផ្សារមកហើយទឹកឲ្យពុះខ្ជុលបងប្អូនពេលដែលយើងដាក់ត្រីហ្នឹងកុំបិទគម្របឆ្នាំងឃើញពពុះអីយើងដួសចេញមកបន្តមកទៀតមួយសន្ទុះឃើញថាត្រីយើងឆ្អិនហើយយើងដាក់ពេញពោះក៏បានដែរបើអត់មានក៏មិនដាក់ក៏បានដែរដូចផ្សិតដូចអីក៏ដាក់បានដែរណាផ្សិតចំបើងអីចឹងណាហ្នឹងហើយដាក់ចូលមកក៏បងប៊ីចេងបើសិនជាបងប្អូនចូលចិត្តប៊ីចេងដាក់បងប៊ីចេងមកម្សៅស៊ុបរ៉ាឌីម្សៅស៊ុបខ្នុរអីចឹងណាបងប្អូនដាក់ចូលមកបាទផ្សំរសជាតិយកគ្នាតែម្ដងទៅហ្នឹងហើយកុំភ្លេចយើងប្រើទឹកត្រីផងដែរនៅក្នុងវីដេអូនេះគឺខ្ញុំអត់ដាក់ស្ករទេណាបងប្អូនបើសិនជាបងប្អូនចូលចិត្តស្ករក៏ដាក់ស្ករផងដែរទៅអត់មានពិបាកអីទេសម្លតុងយ៉ាំតម្រូវឲ្យរាងជូររាងផ្អែមតិចក៏ប៉ុន្តែចំពោះតុងយ៉ាំត្រីក្រាញ់ខ្ញុំអត់ដាក់ស្ករទេអញ្ចឹងណាបងប្អូនកុំភ្លេចរឿងក្រូចឆ្មាបងប្អូនណាបើអត់ក្រូចឆ្មាដាក់អំពិលទុំក៏បានដែរចំពោះក្រូចឆ្មាខ្ញុំប្រើច្រើនដែរបើសិនជាបងប្អូនភ័យខ្លាចវាជូរជ្រុលបងប្អូនដាក់តិចល្មមសិនចាំដល់ពេលភ្លក់ថារៀងស្ទើចាំយើងបន្ថែមក្រូចឆ្មាតាមក្រោយទៀតក៏បានដូចគ្នាហ្នឹងហើយអត់ពិបាកទេសម្លចំពោះសម្លតុងយ៉ាំត្រីក្រាញ់នេះបាទហ្នឹងហើយវាជូរអំពិលទុំក៏បានបាទចុងក្រោយនេះបងប្អូនណាភ្លក់រសជាតិអីត្រឹមត្រូវហើយល្មមថាត្រូវមាត់ហើយយើងយកស្លឹកជីវែងឬជីរណារបស់យើងហ្នឹងយើងហាន់មកហើយក៏ដាក់រោយទៅគ្រាន់តែប៉ុណ្្នឹងគឺយើងប្រើការបានហើយឃើញទេបងប្អូននេះគឺជាតុងយ៉ាំត្រីក្រាញ់បាទងាយម្ហូបលឿនដែលខ្ញុំចង់បង្ហាញបងប្អូននៅក្នុងវីដេអូនេះហើយក៏កុំភ្លេចបងប្អូនអាច share ទុកនៅក្នុង Facebook ដើម្បីទុកមើលថ្ងៃក្រោយឬក៏ share បន្តបាទសម្រាប់ចែករំលែកជូនដល់បងប្អូនយើងបន្តទៀតបាទហើយខ្ញុំអរគុណបងប្អូនផងដែរដែលបានចូលរួមទស្សនាវីដេអូខ្ញុំបាទនេះតាំងតែពីដើមរហូតដល់ចប់បាទសូមជូនពរបងប្អូនទាំងអស់គ្នាជួបតែសេចក្តីសុខសេចក្តីចម្រើនរកទទួលទានមានបានសុខភាពល្អគ្រប់គ្រួសារបាទនៅពេលនេះខ្ញុំបាទសូមជម្រាបលាសិនសន្យាជួបគ្នាជាមួយបងប្អូននៅវីដេអូក្រោយៗទៀតបាទកុំភ្លេចសំណូមពរបងប្អូន share បន្តវីដេអូនេះមួយបាទអរគុណច្រើន